បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record ពី comment hardware monitor ហើយចូលមកដល់ comment ទី1គឺ comment LS CPU គឺបង្ហាញពី CPU ហើយចូលមកដល់ comment ទី2គឺខ្ញុំវាយ top ហ្នឹងគឺបង្ហាញពី real time CPU ហើយមួយទៀតគឺ comment top គឺបង្ហាញពី process បន្ទាប់មកខ្ញុំវាយ comment sensor ហើយ comment sensor ហ្នឹងបើយើងអត់ទាន់ install គឺយើងត្រូវ install សិនវាយ sudo install ចឹងមកហើយកន្លែងនេះខ្ញុំវាយ sudo sensor detect ហើយយើងចុច yes តាមវារហូតទៅហើយ comment បន្ទាប់ទៀតគឺ comment free.h ហើយអាហ្នឹងគឺ comment show real time storage បន្ទាប់មកយើងវាយ comment PSAUX ហើយ comment ហ្នឹងវាបង្ហាញ process ដែលយើងប្រើ RAM ហ្នឹងបន្ទាប់មកចូលមកដល់ comment បន្ទាប់យើងវាយ sudo dmide code បន្ទាប់មកយើងវាយ cat/pos/mem-info ហ្នឹងគឺបង្ហាញពីព័ត៌មានទាំងអស់ហើយបន្ទាប់មកយើងវាយ df.h ហើយ comment មួយទៀតគឺ comment lsblk អាហ្នឹងគឺ comment block device ហើយ comment នេះគឺ comment ip addr គឺបង្ហាញពី ip address ហើយបន្ទាប់មកយើងវាយ comment ifstat ហើយបន្ទាប់ពីបង្ហាញហើយយើងវាយ comment speed test
អាហ្នឹងគឺ comment test speed internet ហើយ comment បន្ទាប់ទៀតគឺ sudo ls aw អាហ្នឹងគឺបង្ហាញពី hardware info ហើយចូលមកដល់ comment cat នេះហ្នឹងគឺបង្ហាញពី OS version ហើយបន្ទាប់មក comment up time អាហ្នឹងគឺ comment run time ហើយ comment មួយទៀតគឺ ls usb ហើយ comment បន្ទាប់គឺ acpi.i ហ្នឹងគឺយើងមើលទៅលើ battery ហើយអានេះគឺវាយ comment pa ux អាហ្នឹងគឺ process management ហើយបន្ទាប់មកយើងវាយ comment glance នេះហើយបន្ទាប់មកយើងវាយ comment n មួយ n ហើយពេលវាចេញបែបហ្នឹងមកហើយ comment ចុងក្រោយគឺ comment sudo shutdown now ហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូ